ដូចបុគ្គលិកខ្លះគេទុកចោលយូរដោយសារហេតុអី mindset គាត់នៅមានបញ្ហាណត់កំណត់គាត់នៅមានបញ្ហាគាត់អត់ចង់មានចង់បានដល់ម៉ោងចេញហើយគាត់ធ្វើឲ្យមែនការងារគាត់មិននេះគាត់អត់ដែរតែគិតថាគាត់ចង់ទទួលបានការងារថ្មីអ្នកទៅអូសមិនក៏អូសអត់ចេញចាំពេលណាគាត់ថាឃើញគេរឹសអីអត់ដែរផ្ដល់ឱកាសឲ្យខ្ញុំសោះដឹងហើយតំញាក់វីដេនេះឲ្យតែមានអញ្ចឹងពេលវេលាមកដល់អញ្ចឹងមានពេលខ្លះពេលវេលាមកអត់តន់ដល់លោកគ្រូនិយាយក៏អត់បានប្រយោជន៍ពេលវេលាមកដល់គាត់មករកយើងអានឹងអូខេអញ្ចឹងខ្ញុំបញ្ជាក់ថាបុគ្គលិកដល់យើងមានឧបករណ៍វាស់វែងដែលយើងនៅក្នុងផ្នែក HR ផ្នែកទុនធានមនុស្សគេហៅ KPI យើងវាស់មិនឲ្យដឹងថាគាត់អាចលូតកម្ពស់ទៅទៀតយើងវាស់មិនដើម្បីដឹងថាគាត់នៅតែកម្ពស់ប៉ុណ្្នឹងទេ position គាត់តែប៉ុណ្្នឹងហើយប៉ុន្តែធ្វើអា position នឹងឲ្យកាន់តែល្អ research នៅតែ research ប៉ុន្តែ research កាន់តែឆ្នើមបើញញឹមវិញកាន់តែស្រស់ចុងថ្ងៃគាត់មើល apparent គាត់តាំងការស្លៀកពាក់គាត់យល់ថាដូចអត់តំណងគាត់ចាប់ដើមចេះមើល apparent គាត់ចេះស្លៀកពាក់ពីមុនអូយមើលមិនយល់ទេការស្លៀកពាក់មិនដឹង model ស្អីទេវាចាប់ឆាយដល់ឥឡូវគាត់ចាប់ដើមយល់ឃើញទេប៉ុន្តែ position គាត់នៅតែដែរប៉ុន្តែភ្ញៀវមកដឹងពេញចិត្តហ្មងព្រោះគាត់ជាប៉ាយដែលទទួលមកគេរបៀបគាត់លើកទឹកអូទំលន់លើកដាក់លើតុអត់លឺអត់អីទេរបៀបកាន់កែវគាត់មានសង្ដាគាត់ចាប់ដើមរៀនអញ្ចឹង position គាត់នៅតែដែរតែគុណភាពគាត់ផ្លាស់ប្រាក់ខែគាត់ត្រូវតែផ្លាស់ប្ដូរដូចគ្នាអញ្ចឹងយើងអភិវឌ្ឍនៅក្នុងកម្រិតគាត់មិនតែធ្វើកាន់តែល្អ